ជំរាបសួរបងប្អូនក្រុមជំនុំទាំងអស់គ្នាទាំងលោកឪពុកអ្នកម្ដាយនិងបងប្អូនរួមជំនឿទាំងអស់គ្នាផងដែរ Hallelujah ទៅសារដល់តាមព្រះថ្ងៃនេះខ្ញុំពិតជាមានអំណរនៅក្នុងការចង់ធ្វើទីបន្ទាល់ដ៏ពិសេសមួយតកតងនឹងការប្រោះព្យាបាលឲ្យជាហើយខ្ញុំបានទទួលបទពិសោធន៍នេះពិតជាល្អសម្រាប់ជីវិតរបស់ខ្ញុំហើយខ្ញុំគិតថានេះគឺជាវីដេអូទីបន្ទាល់មួយដែលអាចលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដទៃទៀតឲ្យមានជំនឿកាន់តែរឹងមាំផងដែរបាទអញ្ចឹងពីប្រហែលខែមុនបាទខ្ញុំជួបបញ្ហាសុខភាពម្យ៉ាងដែលខ្ញុំអាចនិយាយថាវាប៉ះពាល់ដល់ជីវិតរបស់ខ្ញុំផងដែរហើយខ្ញុំអត់ដឹងថាត្រូវធ្វើយ៉ាងណាទេនៅពេលដែលខ្ញុំជួបបញ្ហាសុខភាពនោះហើយខ្ញុំអធិដ្ឋានទៅព្រះអង្គសូមឲ្យព្រះអង្គបានប្រោះព្យាបាលការទាំងអស់នេះហើយមិនមែនមានន័យថាអធិដ្ឋានថ្ងៃហ្នឹងស្អែកជានោះទេបាទអញ្ចឹងព្រះអង្គធ្វើការអស្ចារ្យមែនទែននៅពេលដែលខ្ញុំខ្លួនឯងខ្ញុំមើលមកខ្លួនឯងរាល់ថ្ងៃខ្ញុំអស់សង្ឃឹមខ្ញុំថាខ្ញុំប្រហែលជាមិនអាចជួយសង្គ្រោះបានទេប៉ុន្តែព្រះនៃសេចក្តីស្រឡាញ់ទ្រង់អស្ចារ្យទ្រង់បានធ្វើការប្រោះព្យាបាលខ្ញុំឲ្យបានជាពីបញ្ហាសុខភាពដែលខ្ញុំបានជួបប្រទះនោះជាការអស្ចារ្យយ៉ាងខ្លាំងហើយអ្វីដែលខ្ញុំបានទទួលបទពិសោធន៍នោះគឺការប្រោះព្យាបាលជាផ្សេងទៀតផងដែរខ្ញុំក៏មានការអាឡែហ្ស៊ីជាមួយនឹងបន្លែមួយចំនួនពេលខ្ញុំញ៉ាំបន្លែពណ៌បៃតងខ្ញុំអាសាញ៉ាំហើយខ្ញុំសាបមាត់ខ្ញុំឈឺក្បាលខ្ញុំវិលមុខជាដើមប៉ុន្តែឥឡូវបន្ទាប់ពីទ្រង់បានប្រោះព្យាបាលឲ្យការដែលខ្ញុំឈឺពីមុនបានជាសះស្បើយហើយឥឡូវនេះទ្រង់បន្តប្រោះព្យាបាលគ្រប់ទាំងអស់នៅក្នុងរូបកាយមួយនេះដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ហើយខ្ញុំពិតជាមានអំណរយ៉ាងខ្លាំងហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនក្រុមជំនុំទាំងអស់គ្នាដូចគ្នាផងដែរបានបន្តនៅតែមានសេចក្តីជំនឿជាមួយទ្រង់ហើយប្រកាសសេចក្តីជំនឿរបស់យើងជារៀងរាល់ថ្ងៃបាទខ្ញុំបានទទួលការត្រាស់ហៅពីព្រះវិញ្ញាណបរិសុទ្ធហើយបានស្ដាប់ទីបន្ទាល់ហើយបានស្ដាប់ការអធិប្បាយដ៏មានប្រេងតាំងមួយដែលលោកគ្រូអធិប្បាយនោះបានអធិប្បាយស្របតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធបានដាស់តឿនឲ្យយើងដឹងថាព្រះអង្គចាស់ព្រះយេស៊ូវបានរំដោះយើងរួចហើយអញ្ចឹងកុំឲ្យយើងអស់សង្ឃឹមក្នុងជីវិតឡើយឲ្យជីវិតរបស់យើងនៅតែមានក្តីអំណររាល់តែថ្ងៃបានព្រះយេស៊ូវបានយាងចុះមកផែនដីបានបង់ថ្លៃជំនួសយើងរួចហើយអំពើបាបរបស់យើងក៏ត្រូវបានលើកលែងទោសរួចអស់ដែរហើយទ្រង់បានទិញផ្ដាច់យើងដោយព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ហើយឥឡូវនេះយើងលែងជារបស់ផងលោកីទៀតហើយយើងជារបស់ផងព្រះអង្គតែមួយហើយនាមរំពាត់នៅលើថ្មទ្រង់បានបង្ហាញឲ្យយើងឃើញថាសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះអង្គគឺពិតជាមានពិតមែនសម្រាប់ជីវិតរបស់យើងទាំងអស់គ្នា Hallelujah ចូលឲ្យបងប្អូនទាំងអស់គ្នាបានប្រកាសនៅជ័យជំនះនេះជាមួយព្រះអង្គនៅពេលណាដែលយើងប្រកាសជ័យជំនះនេះជាមួយព្រះអង្គយើងនឹងទទួលបានជ័យជំនះជាមួយព្រះអង្គយើងនឹងទទួលសេចក្តីអំណរនិងអំណោយទានផ្សេងទៀតជាច្រើននៅពេលដែលយើងប្រកាសសេចក្តីជំនឿជាមួយព្រះអង្គមានបន្ទូលថាជំនឿដែលត្រូវប៉ិនក្របខ្សាច់អាចរើនំដ៏ធំបាន Hallelujah អរគុណព្រះអង្គសូមបងប្អូនទាំងអស់គ្នាបន្តជឿទុកចិត្តលើព្រះអង្គហើយមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គដើរតាមផ្លូវរបស់ព្រះអង្គហើយធ្វើការគ្រប់ទាំងអស់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធព្រះរបស់យើងទ្រង់ល្អខ្ញុំពិតជាមានអំណរយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានខ្ញុំពិតជាមានអំណរយ៉ាងខ្លាំងរូបកាយនេះបានទទួលការជាសះស្បើយការប្រោះព្យាបាលគ្រប់យ៉ាងទាំងអស់ឡើងវិញគឺដោយសារតែព្រះគុណនៃព្រះអង្គចាស់នៃយើងអាមែនអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នា Hallelujah